រិត្រីសុស្ដីមិត្តអ្នកសិក្សាភាសាខ្មែរជាទីស្រឡាញ់រាប់អាននៅរិត្រីកាលដ៏សែនមនោរម្យនេះខ្ញុំបាទសិរីយុកោមានកិត្តិយសលើកយកផ្នែកមួយនៃភាសាខ្មែរគឺសូរដូចយកមកបង្ហាញការរៀបរៀងឡើងមានវត្ថុបំណងសំខាន់5យ៉ាងទី1ជួយសម្រួលដល់អ្នកសិក្សាទាំងឡាយទី2ជួយកាត់បន្ថយការសរសេរខុសទី3ចង់ចែករំលែកដល់អ្នកនិយមអក្សរសាស្ត្រខ្មែរទី4ចង់ពញ្ញាស្មារតីកូនខ្មែរចំពោះអក្សរសាស្ត្រជាតិទី5ចង់រំលឹកគុណចំពោះដូនតាខ្មែរអ្នកប្រាជ្ញបណ្ឌិតដែលបានបន្សល់ទុកអក្សរសាស្ត្រខ្មែរដែលជាដួងព្រលឹងជាតិដូច្នេះសូមរីករាយសិក្សាសូរដូចនឹងពាក្យកមាន7ដូច្នេះសូមរីករាយសិក្សាទាំងអស់គ្នាដូចតទៅកទី1ថ្នាក់ពាក្យជានាមមានន័យថាព្យញ្ជនៈទី1នៅក្នុងវគ្គទី1ជាកន្ធច្ចៈមានសំឡេងក្នុងបំពង់កជាសិទ្ធិលអខុសៈឧទាហរណ៍ព្យញ្ជនៈកអក្សរកទី2ខ្មែរមានព្យញ្ជនៈកព្យញ្ជនៈកនៅដើមគេកទី2ថ្នាក់ពាក្យជានាមមានន័យថាអវយវៈដែលតពីក្បាលទៅស្មាឬទៅដងខ្លួននៃមនុស្សសត្វឧទាហរណ៍ទី1កដៃកជើងកដបកស្រូវកកង់កសេះពូសំមានកធំកទី3កទី3ថ្នាក់ពាក្យជាកិរិយាមានន័យថាតាំងផ្ដើមផ្ដួចផ្ដើមកើតកកើតបណ្ដាលជាคล้ายជាមុខជាឧទាហរណ៍ទីនេះកជាភូមិមួយយ៉ាងធំកទី4ថ្នាក់ពាក្យជាកិរិយាមានន័យថារៀបកសាងតម្រៀបតាំងធ្វើឧទាហរណ៍កបន្ទប់ទឹកកជញ្ជាំងជាងកបៃជាងកំបោរកចែកដីកឥតធ្វើផ្ទះបាយកទី4សរសេរកលេខ8នៅពីលើជានិបាតសព្ទមានន័យថាពាក្យជាសន្ធានមានសំឡេងកញ្ឆក់ខ្លីសម្រាប់និយាយតប្រយោគដោយឡែកឧទាហរណ៍របស់នេះរូបក៏ល្អតម្លៃក៏ថោកទី2អ្នកក៏ទៅគាត់ក៏ទៅដែរកទី3កទី6សរសេរកនិងរថ្នាក់ពាក្យជានាមមានន័យថាដៃឧទាហរណ៍ពូសំលើកកប្រណម្យជួបព្រឹទ្ធាចារ្យត្រូវលើកកសំពះកទី7គឺឈ្មោះរបស់មនុស្សឧទាហរណ៍បងកបងស្រីកមិននៅផ្ទះកទៅណាសង្ខេបជាខ្លីកមានដូចតទៅមាន7ដូចតទៅទី1កថ្នាក់ពាក្យជានាមមានន័យថាព្យញ្ជនៈទី1នៅក្នុងវគ្គទី1កទី2ថ្នាក់ពាក្យជានាមមានន័យថាអវយវៈដែលភ្ជាប់ពីក្បាលមកដងខ្លួនកទី3ថ្នាក់ពាក្យជាកិរិយាមានន័យថាតាំងផ្ដើមឬคล้ายជាទៅជាកទី4ថ្នាក់ពាក្យជាកិរិយាមានន័យថារៀបកសាងឬតម្រៀបក
កទី5សរសេរកមានលេខ8នៅពីលើមានន័យថាជាថ្នាក់ពាក្យជានិបាតស័ព្ទជាពាក្យសំធានដែលមានសំឡេងខ្លីប្រើសម្រាប់តប្រយោគកទី6សរសេរកនិងរថ្នាក់ពាក្យជានាមមានន័យថាដៃកទី7ថ្នាក់ពាក្យជានាមមានន័យថាឈ្មោះរបស់មនុស្សអរគុណចំពោះការយកចិត្តទុកដាក់ស្ដាប់របស់អស់លោកជាពិសេសសូមអរគុណចំពោះឧបាសិកាឈឹមលេងនិងឧបាសកខាន់រឿននៅព្រែកក្របៅ2លោកតែងជួយឧបត្ថម្ភដល់កម្មវិធីសិក្សាអក្សរសាស្ត្រខ្មែរសូមជូនពរឧបាសកនិងឧបាសិកាបានសម្រេចអ្វីៗដោយចិត្តប៉ងប្រាថ្នាអក្សរសាស្ត្រជាដួងព្រលឹងជាតិរាត្រីសួស្តីសូមជម្រាបលា